សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយខានជួបយូខានផុសវីដេអូយូហើយណាបងប្អូនថ្ងៃនេះនៅឃើញមានអារម្មណ៍ចង់ថតវីដេអូថតផុសម្ដងទីគ្នាលេងស្គាល់គ្នាអញ្ចឹងណាបងប្អូនដឹងទេមនុស្សយើងតែយើងអត់និយាយយើងនៅឆ្ងាយពីគ្នាមែនក៏តែសម័យឥឡូវយើងមានអ៊ីនធឺណិតយើងស្គាល់គ្នារាប់អានគ្នាបានបងប្អូនផុស Facebook ផុស YouTube ខ្ញុំមើលហើយខ្ញុំផុស Facebook YouTube បងប្អូនមើលទាំងអស់គ្នាអញ្ចឹងណាហើយសួស្តីអ្នកទាំងអស់គ្នាជំរាបសួរបងប្អូនណាដែលនៅក្នុងប្រទេសខ្មែរឬនៅបរទេសឬនៅសហរដ្ឋអាមេរិកដូចខ្ញុំអញ្ចឹងខ្ញុំនៅអាមេរិកនៅកាលីហ្វ័រញ៉ាប៉ុន្តែមិនមែនផ្ទះខ្លួនឯងទេបងប្អូននៅជាមួយឪពុកម្ដាយក្មេងប្រពន្ធចាស់អញ្ចឹងណាផ្ទះខ្លួនឯងគឺតែងឲ្យនៅទឹកសាសអត់បានទៅនៅជួលគេក៏ប៉ុន្តែខ្ញុំមានកម្រងនឹងមូបដូរទៅនៅនឹងឆាប់ខ្ញុំមានកម្រងបដូរទៅនៅទឹកសាសវិញឆាប់ដោយសារអីពីមុនឡើយឪពុកម្ដាយក្មេងខ្ញុំគាត់អត់មានអ្នកថែសារគាត់ទេព្រោះគាត់តែអាយុច្រើនម្នាក់90ថា90ជិត90ហើយក្មេង87 88ម្ដាយ80ហើយបងប្អូនខាងប្តីខ្ញុំមកនៅនេះតែម្នាក់ឯងអត់មានបងប្អូនសាច់ញាតិនៅអាមេរិកទេក៏មាននៅខាងម៉ាក់ប៉ាក្មេងទាំងអស់ហើយកូនគាត់ផ្សេងពួកគាត់នៅមានលក់បើខាងអីចឹងតែមុនណាហើយសម្រាប់ខ្ញុំមានធ្វើអីទេម្ដងខ្ញុំមានកូនទូចហើយអញ្ចឹងប្តីខ្ញុំធ្វើការហើយទទួលខ្ញុំមានកូនទូចឪពុកម្ដាយក្មេងខ្ញុំគាត់ហៅមកនៅជាមួយអញ្ចឹងទៅដូចយើង take care គាត់ថែសាគាត់យើងនៅជាមួយគាត់ខ្លួនឯងផងអញ្ចឹងណាក៏ប៉ុន្តែឪពុកម្ដាយក្មេងខ្ញុំគាត់ឲ្យខ្ញុំមកទេជាពិសេសប៉ាក្មេងខ្ញុំគាត់ថាប៉ាចង់ឲ្យកូននៅនឹងហើយខ្ញុំថាបើឲ្យខ្ញុំនៅនឹងខ្ញុំមិនអាចធ្វើអីកើតទេខ្ញុំមានន័យថាចង់ទៅរកមុខរបរខ្លួនឯងចង់ទៅធ្វើអីជាមុខរបរខ្លួនឯងអញ្ចឹងណាទោះបីជាគាត់ថាមិនឲ្យទៅខ្ញុំក៏មិនចង់ទៅដែរបងប្អូនថាណិតគាត់ហើយយ៉ាងនេះយើងក៏គាត់ចាស់ហើយអញ្ចឹងតែយើងទុកចិត្តបងប្អូនថ្លៃខ្ញុំដល់ទៅពីនេះគាត់លក់មុខរបរហើយគាត់ជប់រកស៊ីហើយគាត់សិតតែអ្នកទូធាចំណែកខ្ញុំអត់ទូធាទេបានត្រឹមតែមរុះទេបងប្អូនហើយយើងមានតែខ្លួនឯងមែនក៏តែយើងអត់សូវសល់លុយទេយើងសល់តិចតួចគេមករស់បានតែមកយើងចង់ឲ្យចាស់ទៅយើងគ្រាន់បើយើងឆាប់មានអនាគតអីទូធាមិនសូវពិបាកពេកចាស់ណាបងប្អូនយើងត្រូវតែប្រឹងពីលើទៅអញ្ចឹងណាបានខ្ញុំប្រាប់គាត់ថាខ្ញុំសុំចេញដោយសារមិនខ្ញុំបងគាត់ទេតែខ្ញុំចង់ទៅមានមុខរបរឬការងារផ្ទាល់ខ្លួនដើម្បីយើងនឹងសំវិកាដើម្បីអនាគតណាបងប្អូនហើយថ្ងៃក្រោយទៅខ្ញុំសំដូចបានខ្ញុំនឹងបកមកទិញផ្ទះនៅកាលីនេះឥឡូវនេះទិញអត់បានទេបងប្អូនផ្ទះគឺថ្លៃណាស់អញ្ចឹងខ្ញុំត្រូវទៅរស់នៅផ្ទះខ្លួនឯងនៅតិចសាហើយខ្ញុំនិយាយមែនបងប្អូនខ្ញុំឆ្លាញ់អាជីមុខរបរធ្វើការងារខ្លួនឯងហើយធ្វើការងារខ្លួនឯងហ្នឹងគឺធ្វើការអីគឺ YouTube ខ្ញុំឆ្លាញ់បង្កើត channel account YouTube បងប្អូនប៉ុន្តែរងថ្ងៃនេះពេលដែលខ្ញុំនៅជាមួយគាត់ខ្ញុំមិនមានពេលធ្វើទេអញ្ចឹងយើងនៅដាំបាយដាំទឹកធ្វើមកមួយថ្ងៃ3ពេលបើមិនយើងនៅខ្លួនឯងតែប្តីប្រពន្ធកូនយើងមានពេលធ្វើការងារច្រើនហើយពីមុនខ្ញុំនៅដោយសារដូចខ្ញុំបញ្ជាក់ចឹងអត់មានអ្នកថែរក្សាពួកគាត់តែឥឡូវនេះក៏មានបងថ្លៃខ្ញុំគាត់ដល់12នាក់គាត់នៅក្បែរហើយគាត់ថាគាត់នឹង take care ចឹងទៅហើយពុកម្ដាយខ្ញុំក៏មិនចង់ឲ្យចាញ់ខ្ញុំថានៅមិនកើតទេលោកខ្ញុំធ្វើទៅហើយថ្ងៃក្រោយខ្ញុំសំលុយបានខ្ញុំត្រឡប់មកវិញខ្ញុំទិញផ្ទះនៅនេះហើយកម្រងរបស់ខ្ញុំចង់ទិញផ្ទះបាន2-3ទៅជួលបងប្អូនថ្ងៃមុនខ្ញុំទៅ Texas ចឹងទៅមើលផ្ទះគេបើមិនមែនយើងខ្ចីលុយគេទិញបានមួយទីនេះតែដល់ពេលគិតទៅកន្លងនៅកំតុនថាធ្វើពួកអីក៏ដោយយើងធ្វើតាមតនកម្មតែយើងសើហោមួយថ្ងៃស្លក់ភ្នែកពេកបងប្អូននេះស្លក់ខ្លាំងអត់អ្នកបងនេះធ្វើ Facebook ផងធ្វើ YouTube កំពុងធ្វើវីដេអូ YouTube ទៀតដែរបងប្អូនឥឡូវនេះខ្ញុំសម្រាប់ចិត្តថាខ្ញុំនឹងបង្កើត account YouTube ហ្នឹងឲ្យមកតងឲ្យមួយទៀតខ្ញុំចង់ចែករំលែកពីជីវិតប្រចាំថ្ងៃរបស់ខ្ញុំណាជុំដល់អ្នកទាំងអស់គ្នាទៅមើលអញ្ចឹងណាតែលើនេះគេថាវីដេអូ YouTube តតែថតកាមេរ៉ាប្តីទៀតអូលោកមិនក៏ក្បាច់ក្បូរមែនណាខ្ញុំអត់យល់ទេនេះបងប្អូនគិតមើលយើងថ្ងៃនេះមិនថាធ្វើការងារអីបងប្អូនគេតស៊ូមិនថារងថ្ងៃឬពេលណាទេបងប្អូនពីមុនឡើយខ្ញុំមកឆ្លាញ់មុខរបរដែលថាឆ្លាញ់ channel YouTube ចង់ចាញ់ពីជីវិតប្រចាំថ្ងៃរបស់ខ្លួនឯងធ្វើអត់ដែរបានសម្រាប់ឲ្យបងប្អូនធ្វើតែមិនតិចចឹងឈប់ហើយចឹងទៅអត់ល្អទេធ្វើតិចទៅឈប់ហើយធ្វើតិចឈប់ហើយនិយាយមែនខ្ញុំធ្វើរហ័សបងប្អូនរយៈពេល2ខែខ្ញុំបានជិត300 subscriber ប៉ុន្តែខ្ញុំអត់សូវមានពេលទេអញ្ចឹងជួនកាលខ្ញុំនៅដល់យប់ជ្រៅម៉ោង4ម៉ោង5បានខ្ញុំបានសម្រាប់2-3ម៉ោងពេលយើងភ្ញាក់មកជូនកូនទៅរៀនទៀតអញ្ចឹងថ្ងៃមួយខ្ញុំមានអារម្មណ៍ថាឈឺក្បាលជាអត់ល្អទេខ្ញុំឈប់ទៅផ្អាកទៅយើងរកអីក៏ដោយប៉ុន្តែបើសិនជាសុខភាពយើងចាប់ផ្ដើមដំណើរការខុសធម្មតាហើយខ្ញុំផ្អាកហើយឥឡូវនេះខ្ញុំសម្រាប់ថាបើខ្ញុំមាន full time នៅផ្ទះខ្លួនឯងខ្ញុំមាននៅកន្លែងខ្លួនឯងខ្ញុំឆ្លាញ់ខ្ញុំទិញផ្ទះមួយនៅទឹកសាបងប្អូនបានដីឯងធំគ្រាន់បើហើយខ្ញុំមានបដោះដើមឈើអីមានដើមអីមានខ្មែរមានថ្ងៃនេះណាបងប្អូនមានខ្មែរអាហ្នឹងដាំទៅដល់ឆ្ងាញ់មកផ្លែវានិយាយពីមួយទៅខ្លួនឯងរងថ្ងៃគឺក្នុងថ្ងៃពីមុនណា
ជួយចិត្ត make up បងប្អូននៅស្រុកខ្មែរថ្ងៃណាក៏ខ្ញុំ make up ដែរចឹងនៅយើងចង់ស្អាតទៅពេលយើងចាស់ទៅយើងស្អីយើងមិនតបស្អាតរួចទេបងប្អូនឥឡូវនេះយើងនៅរៀងតបចូលរៀងតបទៅហើយទៅនិយាយទៅជីវិតខ្ញុំតាំងពីក្មេងដល់ឆ្នាំនេះខ្ញុំស្រឡាញ់តែងមកខ្ញុំស្រឡាញ់ធ្វើខ្លួនស្អាតជួយចិត្ត sexy វ៉ាតែបើខ្លួនឯងក៏មកក្តៅដៃជើងមិនស្អាតក្តៅខ្ញុំ sexy ព្រោះអីខ្ញុំគិតថាមិនមែន10ឆ្នាំបកក្រោយបានវិញទេអត់ទេចឹងតែខ្ញុំជួយចិត្តរៀបចឹងបងប្អូនវ៉ាវស្អាតហើយវិញមកវិញអត់ស្អាតទេគូក្តៅទៅអត់ហ៊ានធ្វើទេខ្លាចបងប្អូនអើយឃើញអ្នកខ្លះក៏ធ្វើស្អាតដល់ឯងជ្រឿមជួលច្បាល់បើប្តីថាកុំធ្វើអាបែបហ្នឹងខូចទេកុំធ្វើទុកឲ្យស្រីផ្សេងធ្វើតែទុកឲ្យអ្នកមើលមិនដែលឈួតទេមានលុយទៅទាំងពេលដែរហ្នឹងប៉ុន្តែអត់តមានលុយបងប្អូនខ្លាចផងអត់មានលុយផងសុខចិត្តត្រង់គូយើងនេះជំនួសមិនស្អាតសុខចិត្តត្រង់គូទៅបងប្អូនគូទៅយ៉ាងហើយនឹងក៏គ្រាន់បើមើលជាងអត់ទេអើយបងប្អូនតើអ្នកដែលមើលនេះនៅ state ណានៅរដ្ឋណានៅខេត្តណានៅប្រទេសណាសូមស្គាល់ផងចែកម្លែកបទពិសោធន៍ទាំងអស់គ្នាណាបងប្អូនខ្ញុំចឹងខ្ញុំនឹងបដូររើពីក្លីនឹងទៅនៅទឹកសាឆាប់ហើយសូមគុំថាស្គាល់អ្នកទាំងអស់គ្នាតាមរយៈការ comment ការអីចឹងណាបើយើងអត់និយាយគ្នាអត់ស្គាល់នេះទេបងប្អូនជឿឯនោះតើយើងនិយាយគ្នាបើយើងស្គាល់គ្នា